ដំបងក្នុងប្រវត្តិសាស្ត្រ35ឆ្នាំដែលកុយវេតមិនអាចនាំចេញប្រេងសូម្បីតែមួយដំណក់ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សម្ ស័យទឹកដោះគោ Star Go Plus ប្រទេសកុយវេតមិនអាចនាំចេញប្រេងបានទាំងស្រុងកាលពីខែមុនពលគឺសូមបារ៉ែលដោយដកស្រង់ចេញពីទិន្នន័យពីអ្នកត្រួតពិនិត្យការដឹកជញ្ជូនដែលកាត់សម្គាល់ឃើញថាការរាំងស្ទះបែបនេះជាលើកដំបូងហើយនៃប្រវត្តិសាស្ត្ររបស់កុយវេតចាប់តាំងពីសង្គ្រាមឈូកសមុទ្រឆ្នាំ1991ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកដែលមានកងទ័ពអាមេរិកប្រហែល 13,500 នាក់និងបម្រើការជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ដ៏សំខាន់ប្រទេសកុយវេតពីមុនបានផលិតប្រហែល 2.7 លានបារ៉ែលក្នុងមួយថ្ងៃបាននាំចេញប្រហែល 1.85 លានបារ៉ែលក្នុងមួយម៉ោងក្នុងការដឹកជញ្ជូនភាគច្រើនទៅកាន់ទីផ្សារអាស៊ីរួមមានប្រទេសចិនឥណ្ឌានិងកូរ៉េខាងត្បូងកាលពីថ្ងៃទី17ខែមេសាសហជីវកម្មប្រេងកុយវេតបានប្រកាសអំពីដំណឹងដ៏សំខាន់មួយដោយផ្អាកការនាំចេញបន្ទាប់ពីចរាចរណ៍ច្រកសមុទ្រ Hormuz ត្រូវបានបិទទាំងស្រុងចំពេលសង្គ្រាមសហរដ្ឋអាមេរិកអ៊ីស្រាអែលដែលកំពុងបន្តជាមួយនឹងអ៊ីរ៉ង់ជឿថាក្នុងនោះការនាំចេញប្រេងរបស់ខ្លួនមានប្រហែល 50% នៃ GDP សរុបរបស់ប្រទេសកុយវេតដោយឡែកការនាំចេញប្រេងឥន្ធនៈបង្កើតបានប្រហែល 90% នៃថវិការបស់រដ្ឋាភិបាល